អ្នកណាខ្លះដែលគាត់ធ្លាប់មានបទពិសោធន៍គ្រាន់តែនិយាយមួយគេអត់ចង់ស្ដាប់គ្រាន់តែនិយាយជាមួយនឹងគេអត់ចង់ឮសំឡេងឯងខ្ញុំគិតថាអ្នកមួយចំនួនប្រហែលជាធ្លាប់ជួបបទពិសោធន៍ហ្នឹងហើយខ្ញុំខ្លួនឯងក៏ធ្លាប់ជួបដែរព្រោះដោយសារកាលពេលចូលធ្វើការដំបូងណាការនិយាយរបស់ខ្ញុំគឺអត់មានប្រធានបទទេទាំងអស់គ្នានិយាយចេញមករបៀបថាកាត់ខ្លីៗហើយចឹងធ្វើឲ្យទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងអ្នកដែលធ្វើការជាមួយខ្ញុំហ្នឹងគេអត់សូវចូលចិត្តខ្ញុំទេដោយសារការនិយាយរបស់ខ្ញុំអត់សូវចេះគ្រប់គេចឹងសួរថាតើខ្ញុំធ្វើម៉េចដើម្បីខ្ញុំអភិវឌ្ឍការនិយាយរបស់ខ្លួនឯងហ្នឹងសលេងឲ្យវារៀងស្រទន់ហើយធ្វើឲ្យគេចូលចិត្តស្ដាប់យើងតាមពិតខ្ញុំមាន3 tip សំខាន់ដែលចំណុច3ហ្នឹងគឺទី1ទៅលើការចេះរៀបចំប្រធានបទមានតែខ្លះស្គាល់គ្នាឯងប៉ុន្តែខ្ញុំចង់និយាយខ្លីៗតែគ្រាន់ថាការនិយាយខ្លីៗពេកពេលខ្លះយើង expect តែគេយល់ពីយើងឯងតែគេអត់យល់ពីយើងឯងអញ្ចឹងទោះបីជាយើងនិយាយក្នុងស្រទាប់ប៉ុណ្ណាខាងណាក៏ដោយគឺយើងត្រូវនិយាយមានប្រធានបទដែរឲ្យច្បាស់ថូនរបស់យើងអាចគេចូលចិត្តយើងបានអាចឲ្យគេស្រឡាញ់យើងបានសម្រាប់ចំណុចទី3ទាំងអស់គ្នាត្រូវចាំថាការរើសពាក្យយកមកនិយាយគឺសំខាន់យើងអាចយកពាក្យនិយាយនៅផ្ទះយកមកនិយាយនៅកន្លែងការងារបានទេហើយនៅពេលដែលយើងនិយាយជាមួយនឹងសិស្សច្បងយើងនិយាយជាមួយនឹងគ្រូជាមួយម៉ាក់ប៉ាបងប្អូនមេធំរបស់យើងគឺត្រូវផលសលេងផ្សេងគឺត្រូវផលពាក្យផ្សេងគ្នាអញ្ចឹងបើសិនជាយើងហ៊ានចេះផលពាក្យទាំងអស់ហ្នឹងវាធ្វើឲ្យការប្រស័យតាក់ទងរបស់យើងហ្នឹងកាន់តែល្អអញ្ចឹងទាំងអស់គ្នាចាំ3ចំណុចសំខាន់ដែលយើងចង់ឲ្យការនិយាយរបស់យើងបានកាន់តែល្អគឺទី1យើងត្រូវតែនិយាយឲ្យមានប្រធានបទទាំងអស់គ្នាកុំនិយាយកាត់ព្រោះគេអត់យល់ពីយើងទេទី2គឺតើតើជាមួយនឹងសម្លេងលើកឡើងចុះរបស់យើងហ្នឹងហើយកុំនិយាយរបៀបគេហៅថាដូចនៅផ្ទះយកមកកន្លែងធ្វើការហើយសម្រាប់ចំណុចទី3គឺការចេះហៅពាក្យយកមកនិយាយមិនមែនថាយកពាក្យអ្នកដែលគាត់តំណាក់ស្មើគ្នាឬក៏អ្នកអាយុស្មើគ្នាតែនិយាយជាមួយនឹងមនុស្សចាស់បានទេព្រោះដោយសារពួកគាត់គឺជាគេហៅថាមនុស្សដែលជុំវិញខ្លួនយើងដែលយើងប្រស័យតាក់ទងអញ្ចឹងយើងត្រូវការចេះជ្រើសរើសពាក្យទាំងអស់ហ្នឹងអរគុណទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចចែករំលែកបើបទពិសោធន៍របស់ខ្ញុំជូនដល់ទាំងអស់គ្នានៅក្នុងវីដេអូខលបន្ថែមទៀត